សួស្តីអ្នកទាំងអស់គ្នានេះជាសកម្មភាពដែលអ៊ីគាត់ធ្វើនំរ៉ូទីថ្ងៃហ្នឹងគឺខ្ញុំមានអារម្មណ៍ថាពិតជាឃើញនំរ៉ូទីខ្លាំងមែនទែនដល់ល្បីជាមួយនឹងជនជាតិឥណ្ឌាក៏គាត់បានថតជាមួយនឹងវីដេអូសកម្មភាពថតធ្វើនំរ៉ូទីបែបហ្នឹងអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាចង់ញ៉ាំខ្លាំងមែនទែនឥឡូវគឺតនអាកាសល្អមានអ៊ីនៅលក់ខាងមុខផ្ទះខ្ញុំក៏ហៅសុំឲ្យគាត់ធ្វើឲ្យខ្ញុំជំនុំ2នំហើយគាត់កំពុងតែបញ្ញាបញ្ញាលធ្វើឲ្យខ្ញុំផងដែរដោយមានការវាយម្សៅលាតវាឲ្យធំយើងក៏ចៀនវានៅលើភ្លើងក្តៅដើម្បីឲ្យសាច់នំស្រួយស្វិតជាប់គ្នាអញ្ចឹងណាហើយក៏មានថែមជាមួយនឹងស៊ុតមាន់ផងដែរកូរបែកវាឲ្យសព្វពេញនំហើយយកទៅឆុងជាមួយនឹងអូវ៉ាន់ទីនរោយវាឲ្យសព្វខាងលើនឹងមករាយវាទាំងពីរនំហ្នឹងហើយបន្ទាប់មកគឺមានជាមួយនឹងទឹកដោះគោខាប់គឺជ្រើសរើសយកទឹកដោះគោខាប់ My Boy គឺថាផ្អែមឈ្ងុយឆ្ងាញ់ដាក់មកគឺថាញ៉ាំជាប់មាត់តែម្ដងចាដោះគោរូបក្បាលគោក៏បានដែរបងអូនចានេះគឺសលេងគោយន្តរៀងរំខានបន្តិចហើយអធិស្ឋានបន្ទាប់មកគាត់ក៏បានរៀបចំខ្ចប់ជាមួយនឹងក្រដាសនេះគឺមានសោភ័ណភាពបែបហ្នឹងហើយគាត់ខ្ចប់ស្អាតខ្លាំងមែនទែននេះខ្ញុំក៏ហុចលើឲ្យគាត់ក៏ហុចនំឲ្យខ្ញុំផងដែរនេះគឺទឹកមុខពេលបាននំញ៉ាំបងអូនចាគឺថារីកដោយក្របជីតែម្ដងគឺឥឡូវយើងធ្វើដំណើរយកមកញ៉ាំហើយខ្ញុំទិញ2នោះដោយសារអីគឺមាននោះចំនួន2នាក់សម្រាប់ញ៉ាំគឺថាឆ្ងាញ់ខ្លាំងមែនទែនណាឃើញវីដេអូខ្ញុំហើយកុំភ្លេចទៅទិញញ៉ាំសាកទាំងអស់គ្នាគឺថារសជាតិមិនឲ្យខុសបំណងទេបើពេលយប់អញ្ចេះផងអត់មានបាយញ៉ាំនំរ៉ូទីនេះឯងគឺសម្រន់តែម្ដងចាគឺថាប៉ុន្តែបើបងប្អូនពុំមីងណាសម្រាប់ទម្ងន់គឺសូមអធិស្ឋានផងហើយក៏សូមតមផងដែរគឺវាអត់ដល់សុខភាពយើងពេលញ៉ាំពេលយប់ទេរសជាតិវារៀងផ្អែមដែរហ្នឹងណាហើយនេះគឺខ្ញុំដល់វេនម្ដងហើយគឺកំពុងតែបើកមានក្បាច់ក្បូរកលុកកលាក់របស់គេដែរហ្នឹងណាហើយគឺយើងធ្វើការញ៉ាំសម្រាប់រសជាតិគឺដោយសារតែអីគាត់លក់គាត់ធ្វើភ្លើងបានស្មើល្អយើងសាច់នំក៏ស្រួយខ្ញោកតាមនឹងដែរគឺមានរសជាតិឆ្ងាញ់យកតែមែនទេខ្ញុំមិនដឹងបរិយាបន្នបងប្អូនមែនទេតើបងអូនទិញសាច់យ៉ាងទាំងអស់គ្នាទៅអាចទទួលបានរសជាតិមួយដែលខ្ញុំកំពុងតែញ៉ាំចែកជូនបងប្អូននេះគឺថាมันអាចកណនីបានណាវាផ្អែមល្មួតចេញពីអូវ៉ាន់ទីននិងទឹកដោះគោផងគឺជាចុងក្រោយសម្រាប់ពុំមីងដែលត្រូវការជាមួយនឹងផ្លែឈើគ្រឿងចរចានឆ្នាំរបស់ប្រើប្រាស់សម្ភារៈប្រចាំគឺឲ្យមកស្វែងរកនៅទៅមុខវត្តគ្រាភូមិប្រពាំងត្រង់ស្រុកសូនិគមខេត្តសៀមរាបយើងបានគឺថាលក់ទៅមុខវត្តគ្រានឹងតែម្ដងណាចា